Đây là trong video này mình làm việc này ở chuyện download softwareតាម website មួយបងចូល Google ចាំអ្នកនរគ្នាឃើញពាក្យនេះហើយចុចលើវាទៅចាំអ្នកក្នុងនោះមានកម្មវិធីច្រើនណាស់អ្នកនរគ្នាចូលចិត្តមួយណាយកចុចលើវាអ្នកនរគ្នាមើលរូបភាពនេះគឺជា space memory របស់វានិង Windows ដែលអាចប្រើវាបានចូលចុច download មើលសន្ទុះវានឹងដំណើរការយើងលុបបើយើងចង់ដោនវាអ្នកនរគ្នាក៏ចុចលើពាក្យ start download តែមិនមានប៉ុណ្្នឹងទេ